ទីនេះគឺជាកន្លែងចាប់ផ្ដើមរបស់ខ្ញុំទឹកដីដែលខ្ញុំហ៊ានចាក់ចេញហ៊ានយកឈ្នះនៅព្រំលិខិតដើម្បីចាប់ក្តីសម័យរបស់ខ្ញុំមកទីនេះគឺដើម្បីប្រាប់ភាពជោគជ័យរបស់ខ្ញុំឲ្យមនុស្សម្នាក់បានដឹងមនុស្សម្នាក់ដែលមិនបោះបង់ចោលខ្ញុំពេលដែលឪពុកខ្ញុំសម្រេចចិត្តថាដើរមួយផ្លូវហើយម្ដាយរបស់ខ្ញុំដើរចេញទៅមួយផ្លូវខ្ញុំជាកូនខ្មែរកាត់ឡាកើតនៅដីក្រហមតំបន់ឦសានខេត្តរតនគិរីពាក្យចាស់លោកពោលថាទោះបីជាដើរដល់ជើងមេឃឆ្ងាយប៉ុណ្ណាក៏ដោយគ្មានកន្លែងណាកក់ក្ដៅដូចជាផ្ទះរបស់យើងនោះទេជីវិតដែលគ្មានឪពុកម្ដាយនៅក្បែរវារងាខ្លាំងណាស់ប៉ុន្តែតន្ត្រីបានធ្វើឲ្យខ្ញុំបំភ្លេចនូវភាពឯកាទាំងអស់ប៉ុន្តែខ្ញុំមិនចេះសរសេរនិងអានអក្សរនោះទេតើនេះជាផ្លូវតរបស់ខ្ញុំឬពេលខ្លះអ្វីដែលខ្ញុំគិតថាជាផ្លូវតវាគ្រាន់តែជាផ្លូវបត់ដើម្បីឲ្យខ្ញុំទទួលបានអ្វីថ្មីប៉ុណ្ណោះខ្ញុំធ្វើសំណងខ្ញុំគង់អណ្ដូងខ្ញុំខំប្រឹងរហូតដល់បង្កើតបានប្រអប់មួយដែលខ្ចប់ទុកនៃក្តីស្រមៃរបស់ខ្ញុំកាន់ផ្ទះតែចង់នឹងចំឡាយ alright នៅក្នុងពិភពរបស់ខ្ញុំធ្វើភ្លេងផលិតតន្ត្រីខ្ញុំបង្កើតការស្រមើស្រមៃនិងភាពច្នៃប្រឌិតតែពេលដែលខ្ញុំបើកទ្វារមកគឺខ្ញុំនៅកណ្ដាលព្រៃក្បែរផ្ទះរបស់ខ្ញុំសោះតែនេះជាអ្វីដែលខ្ញុំចង់បានមែនឬខ្ញុំចង់បោះជំហានទៅឆ្ងាយតែអ្នកជំនាញខ្លួនប្រាប់ខ្ញុំថាខ្លាចជួបរឿងបែបនេះខ្លាចជួបរឿងបែបនោះខ្ញុំក៏ប្រាប់ទៅគេវិញថាខ្ញុំបដូរពីពាក្យខ្លាចទៅជាហ៊ានជួបរឿងបែបនេះហ៊ានជួបរឿងបែបនោះហ៊ានជឿជាក់ហ៊ានធ្វើហើយពេលនេះខ្ញុំក្លាហានប្រកាសថាខ្ញុំគឺជា Sly O មកពីរតនគិរីជា Next Level Rap Star